តើកម្មវិធីទទួលសញ្ញាបត្របញ្ចប់ការសិក្សានៅសាកលវិទ្យាល័យដ៏ល្បីមួយប្រចាំសាធារណរដ្ឋឆេកគេធ្វើគេខ្លះតាំងពីដើមរហូតដល់ចប់កម្មវិធីអញ្ចឹងខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅមើលសកម្មភាពត្រួសជាមួយខ្ញុំទាំងអស់គ្នាតោះសួស្តីអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំជាមួយវីដេអូថ្មីហើយថ្ងៃនេះដែរគឺអត់មានគម្រោងថានឹងធ្វើវីដេអូទេប៉ុន្តែដោយសារបងខ្ញុំគាត់ជំរុញថាឲ្យធ្វើវីដេអូទៅអញ្ចឹងនេះសកម្មភាពពួកខ្ញុំដើរទៅរកបងប្អូនខ្ញុំនៅសាលាដែលជាកន្លែងដែលគេនឹងធ្វើកម្មវិធីទទួលសញ្ញាបត្រគឺបងប្អូនជីដូនមួយរបស់ខ្ញុំហើយសាលានេះដែរប្រហែលជាអ្នកដែលធ្លាប់ស្រាវជ្រាវពីសាលារៀននៅឆេកប្រហែលជាស្គាល់ហើយនេះគឺជា Child University ឬក៏យើងហៅខ្មែរទៅថា Slash Child នឹងឯងជាសាកលវិទ្យាល័យដ៏ល្បីមួយហើយដ៏មានវ័យចំណាស់មួយដែលសាងសង់តាំងពីឆ្នាំ1300ជាងឯណោះវាជាប់ឈ្មោះជាសាលាដែលធំជាងគេនៅក្នុងសាធារណរដ្ឋឆេកនិងសាលាដែលមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសឆេកក៏ដូចជាមួយក្នុងចំណោមសាកលវិទ្យាល័យផ្សេងទៀតដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោកតោះឥឡូវបកមក vlog របស់យើងវិញឥឡូវនេះគឺបងខ្ញុំបានចូលទៅក្នុងហើយដោយសារតែមុននឹងចាប់ផ្ដើមកម្មវិធីហ្នឹងគឺគេត្រូវឲ្យនិស្សិតដែលត្រូវឡើងទទួលសញ្ញាបត្រហ្នឹងសមសិនហើយខ្ញុំឲ្យពីអ្នកបងខ្ញុំណានៅថតវីដេអូលេងចេះថតទៅអ្នកនរគ្នាហើយយើងក៏នាំគ្នាដើរទៅក្នុងដោយសារតែកម្មវិធីគេចាប់ផ្ដើមម៉ោង 9 ហើយពេលខ្ញុំថតនេះគឺម៉ោងដូចជា 8:50 អីហើយមុននឹងយើងចូលទៅខាងក្នុងយើងត្រូវទុកយើងអាចផ្ញើអីវ៉ាន់របស់យើងដូចជាកៅអៅក្រៅកាតាបកាបូបអីកាហ្វេអស់ហ្នឹងទុកនៅខាងក្រៅបានកុំឲ្យវាទៅកន្លែងអង្គុយនៅខាងក្នុងអញ្ចឹងណាតទៅពីទុកអីវ៉ាន់ទុកអីឲ្យអស់ហើយយើងក៏ចូលមកក្នុង hall ដែលគេនឹងប្រារព្ធធ្វើកម្មវិធីទទួលសញ្ញាបត្រនឹងឯងនិយាយទៅកម្មវិធីទទួលសញ្ញាបត្រនៅនេះរៀងខុសប្លែកពីសាលាផ្សេងៗដែលខ្ញុំធ្លាប់ឃើញខុសគ្នាច្រើនមែនទែនឃើញនៅក្នុងវីដេអូនេះអ្នកដែលកំពុងអង្គុយនៅចិត្តពួកខ្ញុំហ្នឹងគឺសុទ្ធតែជាបងប្អូនឬក៏អាណាព្យាបាលរបស់និស្សិតដែលគាត់ធ្វើទទួលសញ្ញាបត្រហើយចំណែកឯអ្នកនៅអង្គុយខាងលើវិញគឺជាគ្រូហើយកន្លែងនេះវិញគឺខ្ញុំគ្រាន់ចង់ប្រវាយកាមេរ៉ាឲ្យអ្នកនរគ្នាមើលទស្សនវិជ្ជានៅក្នុងអាគារនៅក្នុង hall មួយនេះទេនិយាយទៅ hall បែបនេះគឺវាលក្ខណៈជា old building typical European building ឬក៏ architect តែម្ដងមើលមកវាមិនមែនជាអាគារដែលថ្មីឬក៏ modern អីទេបន្ទាប់ពីអង្គុយចាំប្រហែល10នាទីអីមកគឺគេចាប់ដាក់បើកទ្វារខាងក្រោយដើម្បីឲ្យនិស្សិតទទួលសញ្ញាបត្រហ្នឹងគាត់ចូលមកហើយនេះបងប្អូនរបស់ខ្ញុំបងជំនួសមួយគឺរកកំហល់មកឯងនេះគឺគេមកទទួលសញ្ញាបត្រការសិក្សាថ្នាក់អនុបណ្ឌិតហើយអ្នកដែលដើរនៅជុំគ្នាជាមួយគាត់ហ្នឹងគឺនិស្សិតដែលនឹងទទួលសញ្ញាបត្រដូចគ្នាប៉ុន្តែមិនប្រកាសថាពួកគាត់ហ៊ានជំនាញដូចគ្នាទេប៉ុន្តែហ៊ាន faculty ឬក៏ department តែមួយអីចឹងទៅថ្ងៃទទួលសញ្ញាបត្រគឺគេតាមឆ្នាំសិក្សាអញ្ចឹងឆ្នាំសិក្សានេះគឺអ្នកដែលបញ្ចប់ក្នុងឆ្នាំសិក្សាហ្នឹងនឹងមកទទួលសញ្ញាបត្រថ្ងៃជាមួយគ្នាហើយអ្នកនរគ្នាក៏ប្រហែលជាកត់សម្គាល់ឃើញដែរថានៅនេះដែរគឺនិស្សិតគាត់មិនតម្រូវឲ្យស្លៀកពាក់បែបឯកសណ្ឋានអីទេគឺគាត់អាចស្លៀកពាក់តាមអីដែលគាត់ជ្រើសរើសបានឲ្យតែវាមានលក្ខណៈជាផ្លូវការនិងសមរម្យពួកយើងអត់មាននៅអាកៅសម្រាប់គេ graduate ដែលជា gown សម្រាប់ឲ្យសិស្សពាក់ទេពីច្រើនបើយើងចង់ពាក់អាហ្នឹងតោះតែយើងទៅស្វែងរក website ដែលជួលឲ្យយើងបានហើយក៏យើងមិនពាក់នៅក្នុងកម្មវិធីដែរយើងអាចពាក់យើងថតរូបអីចឹងទៅបន្ទាប់ពីសិស្សចូលហើយគឺពាក់អាវខ្មៅដែលដើរចូលក្នុងនេះគឺជាគ្រូដែលបរៀននៅជំនាញមុខវិជ្ជាផ្សេងៗគ្នាដល់ខាងនាយកសាលាដល់ខាងអ្នកគ្រប់គ្រងក្នុងសាលាគាត់ធ្វើដំណើរទៅម្ដងអញ្ចឹងខ្ញុំអត់ដឹងថាពួកគាត់ជាអ្នកគេខ្លះទេព្រោះខ្ញុំក៏អត់រៀននៅសាលាហ្នឹងដែរប៉ុន្តែជាទូទៅគ្រប់កម្មវិធីទាំងអស់គឺពួកគាត់តែងតែមានវត្តមានជានិច្ចក៏ពីពួកគាត់បានទៅដល់ខាងមុខអស់ហើយគេចាប់ផ្ដើមក្រោកឈរដើម្បីធ្វើការគោរពនៅភ្លេងជាតិទាំងអស់គ្នាបន្ទាប់ពីគ្រប់ទង់ជាតិចប់គេក៏ចាប់ផ្ដើមអាននៅសន្ទរកថាមួយចំនួនផងដែរNa dnešní promoci předáváno magisterské diplomy. Milé absolventky, měli absolventky. បន្ទាប់ពីចប់វគ្គបន្ទាប់នេះគឺគេចាប់ផ្ដើមហៅឈ្មោះនិស្សិតដែលនឹងទទួលសញ្ញាបត្រទាំងអស់ម្ដងម្នាក់គេហៅតាម faculty អស់ពី department មួយចូល department មួយហើយនិស្សិតដែលលើឈ្មោះគាត់ត្រូវឈានជើងចេញមកក្រៅដើម្បីបង្ហាញខ្លួនគាត់បន្តិចដូចអ្នកនរគ្នាឃើញក្នុងវីដេអូអញ្ចឹងហើយតិចទៀតនេះគេនឹងហៅឈ្មោះប្អូនខ្ញុំអញ្ចឹងចាំស្ដាប់មើលថាគេអានឈ្មោះគាត់ត្រូវអត់មិនដែរទាំងអស់គ្នាមិននឹងអ្នកនរគ្នាស្ដាប់តអត់តែខ្ញុំគិតថាមានអីគេអានរឿងត្រូវដែរតប្រហែលជាគេសួរឈ្មោះគាត់ទុកមុនហើយថាអាននឹងខុសឬត្រូវមុននឹងគេចាប់ដើមកម្មវិធីហ្នឹងហ្មងហើយចំណែកឯកន្លែងនេះវិញគឺនិស្សិតម្នាក់គាត់ត្រូវឡើងធ្វើការស្បត់ឬក៏ការសន្យាដោយយកដៃពីររបស់គាត់ហ្នឹងទៅប៉ះជាមួយនឹងដងឬក៏ដបងដែលលោកគ្រូពាក់អាវពណ៌ខៀវហ្នឹងគាត់កាន់នឹងឯងអញ្ចឹងយើងគាត់ទៅប៉ះទៅហើយយើងនិយាយថា I promise ប៉ុន្តែខ្ញុំមិនដឹងថានៅនេះគេតម្រូវឲ្យនិយាយអត់ទេ
យើងគ្រាន់តែបែរហើយយើងដើរត្រឡប់មកវិញការស្បត់ហ្នឹងគឺគ្រាន់តែជាការសន្យាថាតែយើងនឹងប្រើចំណេះដឹងរបស់យើងដែលបានរៀនចប់នឹងក្នុងផ្លូវល្អដើម្បីជួយសង្គមអាហ្នឹងគឺជាអត្ថន័យបន្តមកទៀតគឺដល់ពេលដែលពួកគាត់អាចទៅយកសញ្ញាបត្របានហើយអញ្ចឹងអាសញ្ញាបត្រដែលអ្នកគ្នាឃើញមូលហ្នឹងពួកគាត់កាន់ជាប់ដៃហ្នឹងគឺជាសញ្ញាបត្ររបស់ពួកគាត់នឹងឯងយើងត្រូវដកអានឹងចេញដូចកុំពីអីមួយយ៉ាងអញ្ចឹងនិយាយទៅរៀងប្លែកវិធីបន្ទាប់របស់គេគឺគេរើសតំណាងសិស្សម្នាក់ឲ្យឡើងថ្លែងសន្ទរកថាហើយម្នាក់ដែលគាត់កំពុងឡើងនេះគឺគាត់ជាជនជាតិវៀតណាមដែលកើតនៅឆេកហើយគាត់និយាយភាសាឆេកបានល្អមែនពុកម្ដាយរបស់គាត់ធ្លាប់មករស់នៅប្រទេសឆេកតាំងពីជំនាន់សង្គ្រាមមកម្លេះអញ្ចឹងនៅឆេកនេះគឺសម្បូរមែនតើអ្នកនរគ្នាឃើញឪពុករបស់គាត់កំពុងលើកទូរស័ព្ទថតនិយាយទៅមិនដឹងថាគាត់មានមោទនភាពចំពោះកូនមិនទេនិយាយទៅទឹកចិត្តជាឪពុកម្ដាយហើយឃើញកូនទទួលជោគជ័យក្នុងការសិក្សាគាត់លើកទូរស័ព្ទថតឡើងយូរតាំងពីកូននិយាយដល់កូននិយាយចប់តែឡើងដាក់ឲ្យអ្នកនរគ្នាស្ដាប់បានបន្តិច protože názorů může být nespočet, ale svět je jen jeden a ten je nás. A to nejprve rodině a přátelům. បន្ទាប់ពីគាត់ថ្លែងសន្ទរកថាចប់ហើយគឺគេចាប់ផ្ដើមបិទកម្មវិធីហើយអញ្ចឹងអ្នកដែលនៅក្នុងហលហ្នឹងត្រូវក្រោកឈរទាំងអស់គ្នាហើយគ្រូដែលគាត់អង្គុយនៅលើហ្នឹងគឺគាត់ចុះមកក្រោមដើម្បីនិយាយអបអរសាទរទៅកាន់និស្សិតដែលគាត់ទទួលសញ្ញាបត្រដូចអ្នកនរគ្នាឃើញលោកគ្រូអ្នកគ្រូដែលគាត់ពាក់កៅអៅពណ៌ខ្មៅហ្នឹងគាត់កំពុងដើរតាមជួរមួយដើម្បីធ្វើការចាប់ដៃនិងអបអរសាទរហើយបន្តមកទៀតនៅខាងនាយកសាលាខាងអ្នកគ្រប់គ្រងសាលាហ្នឹងគេចាប់ផ្ដើមធ្វើដំណើរចូលទៅក្នុងវិញម្ដងម្នាក់អញ្ចឹងទៅពួកគាត់តំណាងឲ្យមនុស្សផ្សេងគ្នាប៉ុន្តែខ្ញុំអត់អាចបញ្យល់បានច្រើនដោយសារតែខ្ញុំក៏អត់សូវដឹងកន្លែងហ្នឹងដែរអញ្ចឹងបន្ទាប់ពីពួកគាត់ចូលទៅក្នុងអស់គឺគ្រូធ្វើដំណើរចូលក្នុងម្ដងហើយគឺនិស្សិតរបស់យើងចាពួកគាត់ចូលទៅខាងក្នុងវិញទាំងអស់គ្នាហើយកម្មវិធីគឺចប់ត្រឹមហ្នឹងឯង But this one is better, no? បន្ទាប់ពីថតរូបនៅក្នុង hall អស់រយៈពេលជាច្រើននាទីមកគឺគេធ្វើកម្មវិធីបន្តទៀតនៅក្នុង hall ហ្នឹងអញ្ចឹងពួកខ្ញុំត្រូវចេញមកក្រៅដើម្បីមករកកន្លែងថតរូបតនៅក្រៅទៀតចានិយាយទៅថ្ងៃនេះតួនាទីរបស់ខ្ញុំគឺ camera woman ថតរូបឲ្យគេហើយថតវីដេអូធ្វើ vlog ទៀតហើយអត់មានតែគេថតវីដេអូឲ្យខ្ញុំវិញទេប៉ុន្តែខ្ញុំបានពឹងបងខ្ញុំឲ្យជួយថតវីដេអូខ្ញុំខ្លះដែរតែលទ្ធផលរៀងបែកទទួលយកបន្តិចដល់គ្នាចាំខ្ញុំដាក់ឲ្យមើលនៅចុងវីដេអូ You know her channel, right? Did you submit? What? You subscribe. ហ្នឹងហើយអ្នកនរគ្នាបងខ្ញុំនិយាយ submit ហ្នឹងគឺគាត់ចង់និយាយថា subscribe ចឹងសម្រាប់អ្នកដែលអត់ទាន់បាន subscribe YouTube និង like Facebook page របស់ខ្ញុំកុំភ្លេចចូល like និង subscribe អ្នកមួយផងណាអរគុណនិយាយមែនតើខ្ញុំក៏មានគម្រោងថាចង់ធ្វើវីដេអូឲ្យបានច្រើននិងចប់លុបឡើងវិញដែរអញ្ចឹងបើសិនជាមានការគ្រប់គ្រងពីអ្នកនរគ្នាខ្ញុំនឹងព្យាយាមធ្វើវាឲ្យកាន់តែល្អជាងនេះទៀតអូខេឥឡូវចេញពីកន្លែង hall ហើយយើងចេញមកក្រៅហ្នឹងគឺមករកកន្លែងថតឲ្យបងអូនខ្ញុំប្រហែលប៉ុស្តិ៍ថែមទៀតមកថតនៅមុខសាលាថែមទៀតទើបយើងធ្វើដំណើរទៅកន្លែងបន្ទាប់គឺយើងគម្រោងទៅញ៉ាំបាយថ្ងៃត្រង់ជុំគ្នា អ្នកទាំងអស់គ្នាចាំខ្ញុំនិយាយមុននឹងដែលខ្ញុំថាខ្ញុំនឹងឲ្យអ្នកគ្នាមើលវីដេអូដែលបងខ្ញុំថតឲ្យខ្ញុំខ្ញុំពឹងឲ្យគាត់ថតឲ្យខ្ញុំ 4-5 ឃ្លីបប៉ុន្តែគឺបាក់តួយកខ្លាំងហ្មងគឺយកអត់បានទាំងអស់នេះខ្ញុំឲ្យគាត់ថតមួយទៀតពេលទៅដើរមកវិញតាមផ្លូវខ្ញុំថាអញ្ចេះថតធ្វើមិនកុំឲ្យដាច់ជើងខ្ញុំគាត់ថាដាច់ទេឥឡូវចេញមកដាច់របស់គាត់មែនខ្ញុំថាថតកុំឲ្យខូចខ្ញុំទៀតគាត់ថាអត់ទេអត់អីទេទៅ They ask you how you are, you just have to say that you're fine when you're not really fine, but you just can't get into it because they would never understand. ខ្ញុំមកចង់ដាក់ clip នឹងចូលទេអ្នកទាំងគ្នាតែខ្ញុំវាមើលហើយខ្ញុំវាអស់សំណើចពេកចឹងក៏ដាក់ទៅអូខេឥឡូវពួកខ្ញុំធ្វើដំណើរទៅផ្ទះវិញហើយក៏ទៅញ៉ាំបាយថ្ងៃត្រង់ជុំគ្នាតែខ្ញុំអត់សូវបានថតកន្លែងញ៉ាំបាយហ្នឹងញ៉ាំបាយថ្ងៃត្រង់ជុំគ្នាហើយដល់ម៉ោងដែលបងខ្ញុំត្រូវមានណាត់បន្ទាប់ចឹងបងខ្ញុំក៏ជូនទៅហើយវីដេអូនេះគឺចប់ត្រឹមនេះហើយអរគុណអ្នកនរគ្នាដែលបានមើលតាំងពីដើមរហូតដល់ចប់អរគុណបាយបាយ